សូមជម្រាបសួរប្រិយមិត្តដែលកំពុងទស្សនាកម្មវិធីសេដ្ឋកិច្ចនិងទ្រព្យនៅក្នុងថ្ងៃនេះយើងនឹងមានប្រធានបទតាក់ទងជាមួយនឹងតម្លៃហាងឆេងប្រាក់ជប៉ុនប្រាក់យេនជប៉ុនធៀបជាមួយនឹងលុយដុល្លារថាតើមានការប្រែប្រួលយ៉ាងណានោះយើងទៅជួបវាគ្មិនលោកសៅវ៉ុនទាំងអស់គ្នាបាទសូមជម្រាបសួរលោកសៅវ៉ុនជម្រាបសួរលោករទ្ធីបាទលោកសៅវ៉ុនតើថ្ងៃនេះមានព័ត៌មានសំខាន់អ្វីខ្លះតាក់ទងជាមួយនឹងសេដ្ឋកិច្ចប្រទេសជប៉ុនដែរបាទលោករទ្ធីថ្ងៃហ្នឹងចំពោះហាងឆេងលុយយេនបាទគឺមានព័ត៌មានមួយចេញពីខាងសហរដ្ឋអាមេរិកវិញបាទនោះគឺជាព័ត៌មាន Core PPI ប្រចាំខែ PPI ប្រចាំខែនិង Unemployment Claim ហើយចំពោះព័ត៌មាននេះច្បាស់ណាស់វានឹងជាអត្តពលទៅលើហាងឆេងលុយយេនផងដែរដោយសារតែយើងជួញដូររវាងលុយដុល្លារអាមេរិកធៀបជាមួយនឹងលុយយេនណាបាទព័ត៌មាននេះគឺជាព័ត៌មានសំខាន់កាលណាវាចេញមកទិន្នន័យវិជ្ជមានវាអាចនឹងជំរុញឲ្យទីផ្សារហាងឆេងលុយយេននឹងមានការធ្លាក់ថ្លៃតែបើវាចេញមកអវិជ្ជមានវានឹងជំរុញឲ្យទីផ្សារហាងឆេងលុយយេននឹងឡើងថ្លៃមកពេញបាទហើយកាលពីថ្ងៃម្សិលមិញក៏មានព័ត៌មានដែរទាក់ទងទៅលើ Core CPI ប្រចាំខែនិង CPI ប្រចាំឆ្នាំហើយយើងឃើញថាព័ត៌មានមិនល្អទេក៏វាជំរុញឲ្យទីផ្សារហាងឆេងលុយយេននឹងមានការឡើងថ្លៃបន្តិចមកវិញផងដែរបាទអញ្ចឹងនៅក្នុងថ្ងៃនេះតេតើងជាមួយនឹងផ្នែកព័ត៌មានដែលជាឥទ្ធិពលទៅដល់ទីផ្សារហាងឆេងលុយយេនលោករទ្ធីបាទសូមអរគុណលោកសាវ៉ុនផ្អែកទៅលើបច្ចេកទេសរបស់លោកតើយើងគួរតែធ្វើការទិញឬក៏ធ្វើការលក់នៅក្នុងតម្លៃណាដែរបើតេតើងជាមួយនឹង pair currency USD JPY នេះដែរបាទអញ្ចឹងលោករទ្ធីសូមមើលការវិភាគទៅលើទីផ្សារហាងឆេងលុយយេនជាមួយនឹងខ្ញុំបាទអញ្ចឹងមុននឹងបន្តិចខ្ញុំបានជម្រាបជូនតេតើងជាមួយនឹងព័ត៌មានដែលវាជាឥទ្ធិពលទៅដល់ការប្រែប្រួលនៃទីផ្សារហាងឆេងលុយយេនហើយអ្វីដែលខ្ញុំកំពុងតែជម្រាបជូននេះគឺជាការជួញដូររវាងលុយដុល្លារអាមេរិកធៀបជាមួយនឹងហាងឆេងលុយយេនរបស់ជប៉ុនតែម្ដងលោករទ្ធីបាទយើងឃើញថាតម្លៃហាងឆេងលុយយេនបច្ចុប្បន្នបាទវាស្ថិតនៅក្នុងតម្លៃមួយរៀងឡើងថ្លៃបន្តិចមកវិញបើធៀបជាមួយនឹងលុយដុល្លារអាមេរិកបាទក្នុង1ដុល្លារអាមេរិកដូរបាន143យេនបាទហើយវាបានឡើងថ្លៃបាទបន្ទាប់អំពីវាធ្លាក់ចុះតម្លៃកាលពីម្សិលមិញនៅប្រមាណ1ដុល្លារអាមេរិកដូរបានរហូតដល់ជិត146យេនបាទប៉ុន្តែឥឡូវនេះបាទ1ដុល្លារអាមេរិកដូរបានត្រឹមតែ143យេនទេបាទអញ្ចឹងមានន័យថាវាឡើងថ្លៃមកវិញបាទហើយបើសិនបើទិន្នន័យនៅក្នុងល្ងាចហ្នឹងបាទទិន្នន័យព័ត៌មាន Core PPI ប្រចាំខែ PPI ប្រចាំខែឬក៏ Unemployment Claim ហ្នឹងវាចេញមកមិនល្អទៀតដូចទៅនឹងព័ត៌មាន CPI កាលពីថ្ងៃម្សិលមិញដែលវាចេញមកមិនល្អអញ្ចឹងនៅក្នុងល្ងាចនេះលោករទ្ធីបាទនៅម៉ោង7កន្លះនេះខ្ញុំគិតថាតម្លៃហាងឆេងលុយយេនដែលធៀបជាមួយនឹងលុយដុល្លារវានឹងបន្តឡើងថ្លៃទៅទៀតបាទឡើងថ្លៃបាទឧទាហរណ៍ថាតម្លៃបច្ចុប្បន្ន143យេនស្មើ1ដុល្លារអញ្ចឹងវាអាចនឹងឡើងថ្លៃរហូតដល់142យេនឬក៏141យេនស្មើ1ដុល្លារវិញបាទអញ្ចឹងបញ្ជាក់ថាលុយយេនវានឹងមានឱកាសឡើងថ្លៃវិញបើសិនបើព័ត៌មាន Core PPI ប្រចាំខែ PPI ប្រចាំខែឬក៏ Unemployment Claim ហ្នឹងវាចេញមកមិនល្អបាទប៉ុន្តែបើសិនបើវាចេញមកល្អបាទបើសិនបើព័ត៌មានពីខាងសហរដ្ឋអាមេរិកនៅក្នុងលេខហ្នឹងវាចេញមកល្អខ្ញុំគិតថានោះនៅក្នុងល្ងាចនេះតម្លៃហាងឆេងលុយយេនដែលធៀបជាមួយនឹងលុយដុល្លារហ្នឹងវានឹងមានការធ្លាក់ថ្លៃវិញបាទវាអាចនឹងធ្លាក់ថ្លៃរហូតដល់1ដុល្លារអាមេរិកដូរបានរហូតដល់144យេនឬក៏145យេនវិញនៅក្នុងល្ងាចនេះតែម្ដងអញ្ចឹងចំពោះឱកាសនៃការជួញដូរទៅលើទីផ្សារហាងឆេងលុយយេនធៀបជាមួយនឹងហាងឆេងលុយដុល្លារលោករទ្ធីចំពោះខ្ញុំផ្ទាល់ខ្ញុំសូមឲ្យអ្នកវិនិយោគទុនរងចាំមើលព័ត៌មានCore PPI ប្រចាំខែ PPI ប្រចាំខែឬក៏ Unemployment Claim នឹងចេញមកនៅក្នុងម៉ោង7កន្លះល្ងាចនេះតែម្ដងបាទយើងចាំមើលទៅលើទិន្នន័យវាថាតើវាល្អដូចទៅនឹងការព្យាករណ៍ទុកដែរឬទេដោយសារតែការព្យាករណ៍ទុកយើងឃើញថាទិន្នន័យគឺល្អបើសិនមកលទ្ធផលជាក់ស្ដែងវាចេញមកល្អដូចទៅនឹងការព្យាករណ៍ទុកអញ្ចឹងយើងបាទរងចាំតែធ្វើការកក់ហាងឆេងចំពោះលុយយេននិងលុយដុល្លារហ្នឹងគឺយើង sell បាទតែបើវាមិនល្អហ្នឹងយើងបាយនៅក្នុងល្ងាចហ្នឹងបាទនេះគឺជាឱកាសនៃការវិនិយោគទុនមួយល្អដែរពាក់ព័ន្ធជាមួយនឹងលុយយេនធៀបជាមួយនឹងលុយដុល្លារនៅក្នុងល្ងាចហ្នឹងលោករទ្ធីណាបាទគឺជាឱកាសមួយដែលល្អមិនខុសអំពីទីផ្សារហាងឆេងមាសនោះទេបាទសូមអរគុណបាទប្រិមិត្តទូទេសនិកជនជាទីមេត្រីកម្មវិធីរបស់យើងបានដល់ពេលវេលានឹងបញ្ចប់យើងនឹងជួបគ្នាម្ដងទៀតនៅថ្ងៃស្អែកតាមពេលវេលានឹងម៉ោងដដែលគណៈពេលនេះខ្ញុំបាទនិងវាគ្មិននិងក្រុមការងារទាំងអស់សូមអរគុណនិងសូមជម្រាបលា